ថ្ងៃទី10 ខែតុលា ឆ្នាំ 2025 ដែលត្រូវជាថ្ងៃជូតទឹកយ៉ាងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំមមីធាតុភ្លើងវ័យ60 ឆ្នាំនិងមមីធាតុដីវ័យ48 ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុទឹកនិងអ្នកដែលមានឆ្នាំឆ្លូវរោងនិងវោកទិសដែលត្រូវបានហាមឃាត់ក្នុងការជួសជុលស្វានដំបុកគ្រឹះនៅថ្ងៃស្អែកមានទិសខាងជើងហើយនិងទិសខាងត្បូងចំពោះការធ្វើការសមាធិតាមបែបឈីមិនតុនជាសម្រាប់ថ្ងៃស្អែកយើងមាន3ទិសទិសខាងត្បូងឈៀងខាងកើតយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារទិសខាងត្បូងឈៀងខាងលិចយើងអាចស្នើសុំអំពីអំណាចទួនាទីការជួយទំនុកបំរុងគាំពារយកអាសារីឯទិសខាងកើតយើងអាចស្នើសុំអំពីទំនាក់ទំនងសម្ព័ន្ធភាពស្នេហានិងសុខភាពក្នុងការធ្វើការសមាធិតាមបែបឈីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយៗធ្វើចិត្តឲ្យស្ងប់មនោដោយជាការពិតនៅការទទួលបាននៅធម៌ពលនៃទិសនីមួយៗនឹងមានជូនពរសំណាងល្អ